រៀងរៀបរាប់រឿងរ៉ាវហិង្សាជូនដល់គ្រប់គ្នាជួយស្ដាប់ហើយគិតជាប្តីប្រពន្ធរៀបការពេញសិទ្ធប្រែលែងអាណិតឆ្លងគ្នាយប់ថ្ងៃប្តីអាងស្រវឹងធ្វើបាបប្រពន្ធឲ្យរងទារុណទុកសោករីងរៃប្រពន្ធខ្លះលបែងលេងមិនគិតអ្វីមុខខ្មៅដាក់ប្តីព្រោះចាញ់លុយអស់ម៉ែអើឆ្លោះគ្នាកូនអង្គុយយំលើតែវិដំជេគ្មានស្រណោះលំបាដល់កូនរៀនលែងកើតអស់កូនខ្លាំងចោលផ្ទះព្រោះតែហិង្សាឆ្លងគ្នាបានអ្វីបានត្រឹមបែកបាក់ធ្លាប់រស់ស្មោះស្ម័គ្រប្រែជាប្រេងឆាបងចោលរឿងខំទៅសុខគ្រួសារណាហើយឈប់ឆ្លោះគ្នាអាណិតកូនផងឆ្លោះគ្នាកូនអង្គុយយំលើតែវិដំជេគ្មានស្រណោះលំបាដល់កូនរៀនលែងកើតអស់កូនខ្លាំងចោលផ្ទះព្រោះតែហិង្សាបានអ្វីបានត្រឹមបែកបាក់ធ្លាប់រស់ស្មោះស្ម័គ្រប្រែជាប្រេងឆាបងចោលរឿងខំទៅសុខគ្រួសារណាហើយឈប់ឆ្លោះគ្នាអាណិតកូន